เพราะតាំងទាំង8បង្ហាញថាជប៉ុនជាប្រទេសដ៏អស្ចារ្យមួយប្រទេសជប៉ុនគឺជាកន្លែងមួយដ៏ចម្លែកនិងអស្ចារ្យបំផុតនៅលើផែនដីខណៈប្រពៃណីទំនៀមទម្លាប់មានអាយុកាលរាប់សតវត្សរបស់ប្រទេសនេះបានរស់នៅដោយសន្តិភាពរួមជាមួយនឹងការច្នៃប្រឌិតផងដែរខាងក្រោមនេះគឺជាភស្តុតាងទាំង8បង្ហាញថាជប៉ុនជាប្រទេសដ៏អស្ចារ្យមួយទី1តូក្យូជាទីក្រុងមានសុវត្ថិភាពបំផុតលើពិភពលោកនេះមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកសេដ្ឋកិច្ច Economist Intelligence Unit បានចេញផ្សាយនៅចំណាត់ថ្នាក់ទីក្រុងដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោករួមមានផ្នែកដូចជាព័ត៌មាននិងសន្តិសុខបុគ្គលការថែទាំសុខភាពនិងហេដ្ឋារចនាសម្ព័ន្ធផងដែរតូក្យូឈរលំដាប់ទី1សិង្ហបុរីលេខ2និងលេខ3បានទៅលើទីក្រុងរបស់ជប៉ុនមួយទៀតគឺអូសាកាទី2ការណែនាំលម្អិតជប៉ុនពោពេញទៅដោយមគ្គុទ្ទេសក៍និងសៀវភៅណែនាំដែលអាចធ្វើឲ្យជនបរទេសងាយយល់ព្រោះអក្សរភាគច្រើនត្រូវបានបកប្រែជាភាសាអង់គ្លេសនិងមានរូបគំនូសបង្ហាញទៀតផងទី3កុមារនៅជប៉ុនមានថ្ងៃខួបកំណើតតែមួយថ្ងៃទី15ខែវិច្ឆិកាជាការប្រារព្ធពិធីដ៏ធំមួយសម្រាប់ក្មេងៗដែលមានអាយុចាប់ពី3ឆ្នាំ5ឆ្នាំនិង7ឆ្នាំហើយត្រូវបានគេហៅថា Shichikosan ដែលមានន័យថា7 5និង3លេខសេសត្រូវបានគេចាត់ទុកថាជាលេខពិសេសនិងតំណាងឲ្យដំណាក់កាលដ៏សំខាន់នៃការលូតលាស់របស់ក្មេងទី4លំហាត់ប្រាណជាទូទៅនៅពេលព្រឹកសិស្សសាលានិងនិយោជករបស់ក្រុមហ៊ុនភាគច្រើនចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងការហាត់ប្រាណនៅពេលព្រឹកទម្លាប់នេះកើតឡើងចាប់តាំងពីឆ្នាំ1928មកម្លេះហើយត្រូវបានគេគាំទ្រយ៉ាងទូលំទូលាយព្រោះវាមិនត្រឹមតែធ្វើឲ្យមនុស្សមានអារម្មណ៍ល្អថែមទាំងជំរុញឲ្យពួកគេមានភាពស្និទ្ធស្នាលទៀតផងទី5ថ្ងៃសុក្រពិសេសអ្នកធ្វើការនៅប្រទេសជប៉ុនភាគច្រើនទទួលរងបញ្ហាអស់កម្លាំងដោយសារតែការធ្វើការហួសកម្លាំងប្រចាំថ្ងៃដើម្បីដោះស្រាយបញ្ហានេះរដ្ឋាភិបាលប្រទេសជប៉ុនបានអនុម័តកម្មវិធីមួយហៅថាថ្ងៃសុក្រពិសេសឬ Premium Friday បុគ្គលិកអាចចាក់ចេញពីការងារមុនម៉ោងជារៀងរាល់ថ្ងៃសុក្រចុងខែទី6កម្មករយកចិត្តទុកដាក់ខ្លាំងកម្មករផ្លូវថ្នល់ទាំងនេះបានប្រើប្រាស់ផ្ទាំងក្រណាត់គ្របរថយន្តដើម្បីការពារពីភាពកខ្វក់អំឡុងពេលពួកគេធ្វើការទី7ប្រព័ន្ធប្រកាសអាសន្នមាននៅលើគ្រប់ទូរស័ព្ទដៃក្រៅពីប្រព័ន្ធ J Alert ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋតាមរយៈប្រព័ន្ធផ្សព្វផ្សាយនិងឧបករណ៍បំពងសំឡេងក៏មានប្រព័ន្ធសារ SMS ដើម្បីប្រកាសអាសន្នផងដែរក្នុងខណៈមានអាសន្នវាអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋានប្រកាសប្រាប់គ្រប់គ្នាក្នុងតំបន់ក្នុងរយៈពេលត្រឹមតែ4ទៅ20វិនាទីប៉ុណ្ណោះទី8សាលារៀននៅជប៉ុនប្រហែលជាសាលាដែលរីកចម្រើនបំផុតលើពិភពលោកឧទាហរណ៍ពួកគេមិនប្រើកម្រិតឬថ្នាក់ឡើយផ្ទុយទៅវិញគ្រូបង្រៀនជាអ្នកកំណត់ថាតើសិស្សរបស់ពួកគេត្រៀមខ្លួនសម្រាប់មេរៀនកម្រិតណាជាមួយគ្នានេះសាលាបានហាមឃាត់មិនឲ្យប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងសាលាឡើយសាលារៀននៅជប៉ុនមិនមានបុគ្គលិកអនាម័យឡើយព្រោះការសម្អាតទាំងអស់ត្រូវបានធ្វើឡើងដោយសិស្សខ្លួនឯង